ណាព្រះពុទ្ធសាសនាសពថ្ងៃស្ថិតនៅមមតំល្អនៅក្នុងលង្កាទ្វីបណាទៀតនឹងជាកោះមួយជាប់នឹងប្រទេសឥណ្ឌានឹងកាលដែលព្រះរាមាវិភាកព្រះអង្គទ្រង់គង់ប្រជញ្ញនៅឡើយព្រះអង្គទ្រង់ស្ដេចយាងទៅកាន់លង្កាទ្វីបនឹង3ដងទៀតប៉ុន្តែព្រះអង្គពុំបានជួបមនុស្សទេនឹងនៅនឹងកោះលង្កានឹងណាគឺព្រះអង្គទ្រង់ស្ដេចយាងទៅលើកទី1នោះដើម្បីផ្ចាញ់នៅពួកយក្សដែលវាចូលមកគ្របសង្កត់នៅនឹងកោះនឹងឯងដោយក្តីថាធ្វើនៅភាពវឹកវរចរាចរណ៍ឲ្យដល់កោះនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ស្ដេចយាងទៅដោយមិនមានភិក្ខុដទៃណាទៅតាមទេណាចឹងនឹងទៅផ្ចាញ់ពួកយក្សទាំងអស់នឹងនៅពីលើក្រុងអនុរាធបុរីសប្តាហ៍ហ្នឹងដែលជាទីក្រុងដ៏ធំមួយនៃកោះនោះគឺព្រះអង្គទ្រង់ស្ដេចយាងទៅនៅក្នុងថ្ងៃ15កើតខែបោះបន្ទាប់ពីព្រះអង្គបានត្រាស់8ខែទៀតហ្នឹងហើយលើកទី2ព្រះអង្គទ្រង់ស្ដេចយាងទៅក៏ស្ដេចយាងទៅជួបជាមួយនឹងពពួកនេកព្រះអង្គទ្រង់ស្ដេចយាងទៅនៅក្នុងថ្ងៃខែដាច់15កើតខែចែក10ណាគឺថ្ងៃដាច់ខែចែកណាហើយក្នុងឆ្នាំដែលព្រះអង្គក្នុងឆ្នាំទី5បន្ទាប់ពីព្រះអង្គបានត្រាស់នឹងព្រះអង្គទ្រង់យាងទៅម្ដងទៀតថ្ងៃឧបោសថណាឧបោសថខាងកាលបៈខែចែកជាឆ្នាំទី5បន្ទាប់ពីព្រះអង្គបានត្រាស់នឹងជួបពួកនេះលើកទី3ព្រះអង្គទ្រង់ស្ដេចយាងទៅម្ដងទៀតដែរគឺនៅក្នុងឆ្នាំទី8បន្ទាប់ពីព្រះអង្គបានត្រាស់នៅក្នុងថ្ងៃ15កើតខែពិសាព្រះអង្គទ្រង់ស្ដេចយាងទៅជាមួយនឹងសមិទ្ធិសុមនៈទេវបុត្រនឹងជួបពួកអ្នកដែរអត់បានជួបពួកមនុស្សទេនឹងក្នុងកាលដែលព្រះអង្គទ្រង់ស្ដេចយាងទៅនោះព្រះអង្គទ្រង់បតិសិន3ជុំកោះណាចឹងបតិសិនដោយអំណាចឫទ្ធិព្រះអង្គតាមអាកាសណាបតិសិនតាមអាកាសនោះ3ជុំដោយព្រះអង្គទ្រង់ពិចារណាជ្រាបច្បាស់ថាកាលដែលព្រះអង្គទ្រង់បរិនិព្វានទៅកន្លងទៅសាសនានឹងតាំងមន់នៅនឹងកោះនឹងក្រោយមកដែលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់បរិនិព្វានទៅ